ហើយសារព័ត៌មានមួយនៅក្នុងប្រទេសថៃគេបានយកទៅផ្សាយថាទាហានរបស់ពួកគេធ្វើបានល្អណាស់បានដុតផ្ទះជាពលរដ្ឋខ្មែរនៅក្នុងភូមិប្រច័ននេះគ្រប់វីដេអូឃ្លីបដែលទាហានថៃបានថតសកម្មភាពបានធ្វើការវាយកំទេចផ្ទះជាពលរដ្ឋខ្មែរដែលនៅក្នុងតំបន់ដែលទាហានថៃកំពុងតែគ្រប់គ្រងនេះតែបច្ចុប្បន្ននេះគឺទាហានថៃអ្នកគ្រប់គ្រងនៅក្នុងតំបន់ព័ត៌មានថៃបានចេញផ្សាយថាក្នុងคลิปវីដេអូមួយដែលទាហានរបស់ថៃបានធ្វើការដុតផ្ទះជាពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិប្រច័នដែលបច្ចុប្បន្ននេះគឺទាហានថៃអ្នកគ្រប់គ្រងនៅក្នុងតំបន់នោះប៉ុន្តែទាហានថៃបានថតជាវីដេអូคลิปវីដេអូដុតផ្ទះជាពលរដ្ឋនៅក្នុងតំបន់ភូមិប្រច័ននិងភូមិជោគជ័យនេះហើយសារព័ត៌មានមួយនៅក្នុងប្រទេសថៃគេបានយកទៅផ្សាយថាទាហានរបស់ពួកគេធ្វើបានល្អណាស់បានដុតផ្ទះជាពលរដ្ឋខ្មែរនៅក្នុងភូមិប្រច័ននេះបាទបងប្អូនអរគ្នាអញ្ចឹងសូមបងប្អូនអរគ្នាជួយចុច share វីដេអូម្នាក់មួយទៅដើម្បីឲ្យអន្តរជាតិបានឃើញឥឡូវនេះថៃកំពុងតែភ័យព្រួយបារម្ភរឿងអន្តរជាតិគេកោតទោសគេដឹងថាថៃបានឈ្លានពានមកលើដែនដីអធិបតេយ្យភាពរបស់កម្ពុជាយើងឥឡូវនេះអឺគ្រប់វីដេអូឃ្លីបដែលទាហានថៃបានថតសកម្មភាពបានធ្វើការវាយកំទេចផ្ទះជាពលរដ្ឋខ្មែរដែលនៅក្នុងតំបន់ដែលទាហានថៃកំពុងតែគ្រប់គ្រងនេះបាទឥឡូវនេះអន្តរជាតិកំពុងតែកោតទោសទៅខាងថៃដែលថៃបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់កម្ពុជាហើយមានព័ត៌មានខ្លះថាចំនួនដែលទឹកប្រាក់ដែលត្រូវសងមកខាងកម្ពុជានេះមានរហូតដល់$3000 លាននោះដើម្បីសងការខូចខាតការដែលថៃបានឈ្លានពានមកលើប្រទេសកម្ពុជាយើងអញ្ចឹងបងប្អូនផ្ទះជាពលរដ្ឋដែលនៅក្នុងតំបន់នោះត្រូវបានខ្ទេចអស់ហើយបងប្អូនបាទហើយយើងដឹងស្រាប់ហើយថាបានប្លង់គ្រាប់ទម្លាក់គ្រាប់ពីលើយន្តហោះចម្បាំងរបស់ថៃនេះក៏មានអីក៏មានបាទអញ្ចឹងផ្ទះជាពលរដ្ឋនៅក្នុងតំបន់នោះនៅក្នុងភូមិនោះតំបន់ដែលថៃកំពុងតែគ្រប់គ្រងហើយវាកំពុងតែធ្វើការវាកំទេចចោលបាទដុតផ្ទះជាពលរដ្ឋជាដើមឥឡូវនេះអន្តរជាតិគេបានឃើញហើយបាទបងប្អូនអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចជួយចុច share វីដេអូនេះដើម្បីឲ្យអន្តរជាតិបានឃើញបាទឲ្យដឹងថានេះគឺជាការឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាយើងបាទអញ្ចឹងយើងមានតែពឹងលើផុសតាំងដែលថៃវាថតបាទធានថៃវាថតថាកាសែតថៃក៏គេបានចុះផ្សាយដែរថាទាហានរបស់ពួកគេពិតជាធ្វើបានល្អណាស់ក្នុងការធ្វើកំទេចផ្ទះជាពលរដ្ឋខ្មែរហើយដូចជាដុតផ្ទះជាពលរដ្ឋខ្មែរហើយបងប្អូនឃើញក្នុងវីដេអូនេះគេដឹងស្រាប់ថានេះគឺជាសកម្មភាពរបស់ទាហានថៃមួយក៏យោធាថៃកំពុងតែធ្វើការកំទេចផ្ទះជាពលរដ្ឋខ្មែរយើងបាទអញ្ចឹងសូមបងប្អូនអរគ្នាជួយចុច share វីដេអូម្នាក់មួយទៅដើម្បីឲ្យអន្តរជាតិបានឃើញបាទពីសកម្មភាពការឈ្លានពានការធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរបាទទាំងអស់គ្នាអរគុណច្រើន